សួស្តីបងប្អូនទាំងអស់គ្នាចាខំមករួចរាល់ហើយបងប្អូនចាពីផ្ទះបាយម៉ែវិមានមាសលើប៉ាវិមានមាសកំពុងតែដាក់ជីដាក់គោឆ្មាបន្ថែមរសជាតិចាឲ្យដិតឲ្យឆ្ងាញ់បន្ថែមចាជាមួយនឹងខំម៉ាំបងប្អូនចាបងប្អូននិយាយពីជាតិនោះជាតិរបស់ឲ្យបន្លែមានគ្រប់សពបែបយ៉ាងដែលបានឃើញទាំងអស់នេះចាគឺថាមានសក់មានខាត់ណាខេស៊ីយ៉ងជ័យស្ពៃកញ្ញាញ់ចាសសក់បងប្អូនណាចាហើយលើនេះគឺថាកូនចាប្តីកំពុងដួសដាក់ចានញាប់ដៃញាប់ជើងឲ្យបងប្អូនចាវិមានមាសគឺថាលេបទឹកមកគឺនិយាយឈ្ងុយណាស់ម៉ាអូយឈ្ងុយណាស់កូនឃ្លានបាយកូនអស់2ចានបងអស់2ចាននេះមួយសូបចាហើយប៉ាមាសគឺថាបងប្អូនហើយគឺថារៀន license បដាគឺថាឈ្ងុយបដាបងប្អូនចាលើគឺថាដាក់បន្លែផ្ទាប់ក្រឹបបងប្អូនចាហើយកូនមានមៀងគឺថាស្អីក៏ញ៉ាំបងប្អូនចាឲ្យតែថាស្នាដៃម្ដាយញ៉ាំទាំងអស់ចាតាំងពីកាប់ហ្នឹងមិនដែលបាក់ញ៉ាំទេរឿងកូនខ្ញុំទាំង3នាក់បងប្អូនចាហើយប្រុសទី2នេះគាត់ឆ្អែតនំប៉័ងចាមកពីផ្សារផ្ញើគាត់ឆ្អែតហើយចាស្អែកបានគាត់ញ៉ាំហើយឥឡូវហ្នឹងគឺថាប៉ាហើយនឹងកូនចាទាំងពីរហើយខ្ញុំគឺថាញ៉ាំញាប់ដៃញាប់ជើងណាបងប្អូននិយាយពីថាជាតិនោះជាតិឥឡូវគឺថាទីប្រុសធំចុះមកដល់នេះគឺថាញ៉ាំដែរចាបងប្អូនចាឥឡូវគាត់កំពុងទៅលាងដៃលាងជើងឲ្យស្អាតចាចុះមកញ៉ាំបាយបងប្អូនចាផ្ទះខ្ញុំគឺញ៉ាំបាយជុំគ្នាអញ្ចឹងមកលេទៅមកលោកកចាដាក់យកបងប្អូនចានិយាយថាកូនខ្ញុំគឺទាំង3នាក់ញ៉ាំស្មារតីគ្នាបងប្អូនចារឿងម្ហូបខ្មែរណាពួកខ្ញុំតែងតែព្យាយាមចាធ្វើម្ហូបឲ្យកូនញ៉ាំនៅពេលគាត់កំងកណាយើងចោលឲ្យកូនចេះញ៉ាំម្ហូបខ្មែរតែយើងធ្វើគាត់ញ៉ាំដែរមិនថាគាត់ចង់ចេះហើយគាត់ឃ្លានយើងអត់បានធ្វើគាត់ញ៉ាំគឺគាត់មិនចេះទេការញ៉ាំបន្លែឆៅបន្លែស្រស់ផ្ទាប់ហ្នឹងគឺគាត់ចេះពីខ្ញុំបង្រៀនគាត់ចាដល់ពេលគាត់ចេះញ៉ាំទៅឆ្ងាញ់ដឹងរសជាតិគឺថាគាត់មិនពិបាកញ៉ាំទេមិនថាទៅផ្ទះញាតិមិត្តបងប្អូនអ៊ំពូមីងចាលោកតាលោកយាយណាទេមិនថាទៅស្រុកខ្មែរក៏ទៅប្រទេសណាទេកូនខ្ញុំញ៉ាំបានទាំងអស់ចាមិនជាអ្នកញ៉ាំរើសទេចាលើនេះគឺថាចង់បង្ហាញបងប្អូនចានេះខម៉ាំចាគឺថាឆ្អិនរួចរាល់ហើយបងប្អូនឃើញហ្នឹងបងប្អូននិយាយពីដិតនិយាយពីឆ្ងាញ់ចានិយាយតាមត្រង់ចាតសើស្នាដៃខ្លួនឯងចាមកពីខ្ញុំចូលចិត្តញ៉ាំរសជាតិប៉ុណ្ណឹងចាគឺថាតំណងចេញមកគឺយើងថាយើងខ្ញុំនឹងបង្ហាញអំពីក្រោយវីដេអូពីរបៀបខម៉ាំរបស់ប្រចាំក្រុមគ្រួសារខ្ញុំណាបងប្អូនចាគឺអត់មានអីទេក្រៅពីដំបូងយើងមានតែគ្រឿងផ្សំទាំងអស់ហ្នឹងមានសាច់ជ្រូក3ជាន់មានត្រីពោត្រីប្រាមានត្រប់វែងទៅចាមានគល់មានខ្ទឹមសចឹងទៅចាយើងហាន់ឲ្យហើយមានម៉ាំមកបងប្អូនចាអញ្ចឹងមកឲ្យបន្លែមកកញ្ច្រែងមកតាមសំគួរយើងចង់ញ៉ាំមួយណាញ៉ាំបន្លែអីថែមថយតាមហ្នឹងទៅបងប្អូនចាអញ្ចឹងណាចាប៉ុន្តែខ្ញុំប្រឡាក់សិនចាខ្ញុំយកគ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវខាប់ប៊ីចេងស្ករយកមកគ្រឿងផ្សំមកហើយឥឡូវកំពុងញាប់ដៃញាប់ជើងដាក់ម៉ាំចាងាស់វាឲ្យសាច់វារលាស់រលួយអស់ទៅដើម្បីយកទឹកចាយកទឹកហើយយើងយកទឹកទី1ទី2ទី3យកអស់បងប្អូនចាអស់ជាតិម៉ាំបងប្អូនយកអស់ជាតិម៉ាំអញ្ចឹងណាចាឥឡូវខ្ញុំចាប់ដើមប្រឡាក់ចាសាច់ជ្រូក3ជាន់នឹងត្រីពោះខ្ញុំត្រូវការប្រឡាក់ជាមួយខ្ទឹមជាមួយ